បងប្អូនដែលមានព្រះគម្ពីរសូមបានបើកទៅព្រះគម្ពីរយ៉ូហានជំពូក20ខ1ដល់ខ18នៅថ្ងៃទី1ក្នុងអាទិត្យនោះម៉ារីជាអ្នកស្រុកម៉ាដាឡានាងទៅឯភ្នោពីព្រលឹមកាលកំពុងនៅងងឹតនៅឡើយក៏ឃើញថ្មបានយកចេញពីមាត់ភ្នោហើយនោះនាងរត់ទៅប្រាប់ដល់ស៊ីម៉ូនពេត្រុសនិងសិស្សមួយនោះដែលទ្រង់ស្រឡាញ់ថាគេបានយកព្រះអង្គម្ចាស់ចេញពីភ្នោហើយយើងខ្ញុំមិនដឹងជាគេយកទៅទុកឯណាទេនោះពេត្រុសនិងសិស្សមួយនោះក៏ចេញទៅឯភ្នោអ្នកទាំងពីររត់ទៅជាមួយគ្នាតែសិស្សមួយនោះរត់លឿនជាងពេត្រុសបានដល់ភ្នោមុនរួចគាត់អោនខ្លួនទៅមើលឃើញមានតែសំពត់ស្នប់នៅក្នុងនោះតែគាត់មិនបានចូលទេឯស៊ីម៉ូនពេត្រុសដែលមកតាមក្រោយគាត់ក៏ចូលទៅក្នុងភ្នោឃើញសំពត់ស្នប់នៅក្នុងនោះដែរហើយឃើញកន្សែងដែលគ្របព្រះសិទ្ធទ្រង់មិននៅជាមួយនឹងសំពត់ស្នប់នោះទេគឺបានបត់ដាក់នៅកន្លែងដោយខ្លួនវិញសិស្សមួយនោះដែលមកដល់ភ្នោមុនគាត់ក៏ចូលទៅឃើញដូច្នោះដែររួចគាត់ជឿត្បិតគេមិនទាន់យល់បទគម្ពីរនៅឡើយដែលថាទ្រង់ត្រូវរស់ពីស្លាប់ឡើងវិញសិស្សទាំងពីរក៏ត្រឡប់ទៅឯផ្ទះគេវិញឯម៉ារីនាងឈរយំពីខាងក្រៅភ្នោហើយកំពុងដែលនាងយំនោះក៏អោនខ្លួនមើលទៅក្នុងភ្នោឃើញទេវតាពីររូបស្លៀកពាក់សអង្គុយមួយខាងក្បាលមួយចុងជើងត្រង់កន្លែងដែលបានផ្ដេកព្រះសពព្រះយេស៊ូវទេវតាសួរថានាងអើយហេតុអ្វីបានជាយំនាងឆ្លើយថាពីព្រោះគេបានយកព្រះអង្គម្ចាស់ខ្ញុំទៅបាត់ហើយខ្ញុំមិនដឹងជាគេទុកទ្រង់នៅឯណាទេនាងនិយាយដូច្នោះរួចបែរខ្លួនទៅក្រោយឃើញព្រះយេស៊ូវទ្រង់ឈរតែមិនដឹងជាព្រះយេស៊ូវទេព្រះយេស៊ូវមានបន្ទូលថានាងអើយហេតុអ្វីបានជាយំនាងរកអ្នកណាឯនាងក៏ស្មានថាជាអ្នកថែច្បារទើបនិយាយទៅថាលោកនាយអើយបើលោកបានយកព្រះសពចេញទៅឯណានោះសូមប្រាប់ខ្ញុំឲ្យដឹងកន្លែងដែលបានទុកផងខ្ញុំនឹងទៅនាំយកទៅព្រះយេស៊ូវមានបន្ទូលទៅនាងថាម៉ារីអើយនោះនាងបែរខ្លួនទៅទូលទ្រង់ដោយភាសាហេប្រឺថារ៉ាបូនីដែលស្រែកថាលោកគ្រូអើយព្រះយេស៊ូវមានបន្ទូលទៅនាងថាកុំពាល់ខ្ញុំព្រោះខ្ញុំមិនទាន់ឡើងទៅឯព្រះវរបិតាខ្ញុំនៅឡើយចូលនាងទៅឯពួកបងប្អូនខ្ញុំប្រាប់គេថាខ្ញុំឡើងទៅឯព្រះវរបិតាខ្ញុំជាព្រះវរបិតានៃអ្នករាល់គ្នាគឺជាព្រះនៃខ្ញុំហើយជាព្រះនៃអ្នករាល់គ្នាដែរនោះម៉ារីម៉ាដាឡាក៏នាំដំណឹងទៅប្រាប់ពួកសិស្សថានាងបានឃើញព្រះអម្ចាស់ហើយទ្រង់បានមានបន្ទូលសេចក្តីទាំងនេះមកនាងអាមែនអរគុណដល់ព្រះអង្គខ្ញុំអធិដ្ឋានមុនពេលដែលយើងនឹងចាប់ផ្ដើមសម្ដាប់នៅព្រះបន្ទូលព្រះអង្គជាមួយគ្នាគូសូមអរព្រគុណដល់ព្រះវរបិតានៃគ្រោះស្ថានសួគ៌អរព្រគុណដល់ព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទនិងព្រះវិញ្ញាណបរិសុទ្ធព្រះម្ចាស់អើយក៏អរគុណដល់ទ្រង់សម្រាប់ពេលវេលាដែលយើងបានចូលមកដើម្បីនឹងសរសើរនិងកើដល់ទ្រង់ថ្វាយបង្គំដល់ព្រះអង្គក៏ដូចជាយើងនឹកចាំអំពីការដែលព្រះអង្គទ្រង់បានសុគតហើយបានរស់ឡើងវិញដោយមានជ័យជំនះលើការស្លាប់ផងដែរព្រះម្ចាស់អើយសូមឲ្យទូលបង្គំម្នាក់ៗបានមានអំណរឡើងមានក្តីសង្ឃឹមនិងទំនុកចិត្តយ៉ាងពោពេញនៅក្នុងទីបន្ទាល់មួយនេះឲ្យទូលបង្គំអរគ្នាតែងតែរស់នៅដោយមានពេញដោយភាពអំណរនិងទុកចិត្តលើព្រះអង្គកាន់តែខ្លាំងឡើងផងដែរហើយសូមឲ្យទូលបង្គំបានរស់នៅដោយធ្វើជាស្មប់បន្ទាល់អំពីសេចក្តីពិតមួយនេះប្រកាសទៅកាន់លោកីទាំងមូលផងដែរសូមទ្រង់បានបំពេញគោលនៃព្រះវិញ្ញាណបរិសុទ្ធនៅពេលនេះផងដែរពួកទូលបង្គំខ្ញុំគ្នាចង់សន្តាប់នៅព្រះបន្ទូលព្រះអង្គសូមបានបើកសម្ដែងនៅបំណងព្រះハរតីទ្រង់ដល់ទូលបង្គំម្នាក់ៗដើម្បីឲ្យទូលបង្គំបានយល់ច្បាស់នៅព្រះបន្ទូលទ្រង់ផងដែរអរគុណដល់ព្រះអង្គទូលបង្គំសូមទូលថ្វាយក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទអាមែនជាការពិតនៅពេលដែលយើងរស់នៅលើផែនដីនេះអ្វីទៅគឺជាដំណឹងដ៏ល្អបំផុតនៅក្នុងប្រវត្តិសាស្ត្រសកលលោកទេនោះគឺយើងនិយាយថាគឺជាការរស់ឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទខ្ញុំនៅតែនឹកចាំអំពីការដែលខ្ញុំបានសិក្សា
នៅសាលាព្រះគម្ពីរនៅពេលដែលខ្ញុំរៀនមុខវិជ្ជាមួយមេរៀននោះនិយាយអំពីការផ្សាយដំណឹងល្អហើយពេលដែលយើងបញ្ចប់នៅមេរៀននោះបាទលោកគ្រូបានឲ្យសិស្សទាំងអស់ចេញទៅអនុវត្តការផ្សាយដំណឹងល្អនៅខាងក្រៅសិស្សខ្លះចេញទៅតាមផ្លូវផ្សាយដំណឹងល្អអស់ទាំងអ្នកណាដែលគាត់ជួបទៅតាមផ្លូវគាត់ប្រកាសដំណឹងល្អទៅកាន់ពួកគេអ្នកខ្លះទៀតទៅមន្ទីរពេទ្យគ្រីស្ទៀនមួយដែលនៅជិតសាលារៀននោះពួកគាត់បានចូលទៅមន្ទីរពេទ្យនោះហើយផ្សាយល្អទៅកាន់អ្នកដែលកំពុងតែអង្គុយរងចាំហើយនឹងអ្នកខ្លះចុះទៅភូមិចំណែកក្រុមខ្ញុំយើងចុះទៅព្រះវិហារមួយហើយឲ្យអ្នកដឹកនាំព្រះវិហារនោះនាំទៅភូមិពីព្រោះនៅពេលដែលយើងផ្សាយដំណឹងល្អទៅអ្នកភូមិយើងស្គាល់ព្រះវិហារដែលនៅតំបន់នោះអញ្ចឹងនៅពេលនោះយើងក៏បានទៅផ្សាយដំណឹងល្អនៅឯព្រះវិហារដែលមិត្តភ័ក្តិខ្ញុំបានដឹកនាំពួកជំនុំនៅតំបន់ភូមិនោះនៅពេលដែលខ្ញុំបានចុះទៅភូមិមួយនោះគឺខ្ញុំបានជួបជាមួយនឹងអ្នកមីងម្នាក់អាយុក៏ប្រហែលជាស្រកជាមួយនឹងម្ដាយខ្ញុំដែរហើយនៅពេលខ្ញុំចូលទៅឃើញថាគាត់កំពុងតែមើលថែរក្សាចៅម្នាក់ចឹងក៏ពិតគាត់មានចៅ2នាក់បើចៅម្នាក់ទៅរៀននៅឯសាលាម្នាក់ទៀតអាយុប្រហែលជាខ្ទង់2ទៅ3ឆ្នាំគាត់កំពុងតែមើលថែហើយកូនគាត់ទៅធ្វើការអញ្ចឹងនៅពេលនោះយើងបានធ្វើការសួរសុខទុក្ខនិយាយស្ដីសំណាលលេងជាមួយនឹងគាត់បន្តមកទៀតយើងក៏បានចែកចាយនៅដំណឹងល្អបាទមិនមែនចូលទៅភ្លាមយើងនិយាយដំណឹងល្អផ្លែតទេយើងសួរសុខទុក្ខគាត់ហើយដើម្បីឲ្យគាត់មានភាពស្និទ្ធស្នាលជាមួយនឹងយើងជាមុនសិនបន្តមកទៀតខ្ញុំក៏បានចែកចាយនៅដំណឹងល្អដែលយើងបានសិក្សានៅសាលាអញ្ចឹងយើងយកមេរៀននោះមកធ្វើការអនុវត្តជាក់ស្ដែងនៅពេលដែលយើងចុះផ្សាយដំណឹងល្អនៅពេលនោះយើងបាននិយាយគ្នាច្រើនហើយខ្ញុំក៏បានសួរសំណួរទៅកាន់អ្នកមិញដោយភាពជាក់ស្ដែងសួរទៅកាន់គាត់ឲ្យគាត់បានដឹងថាតើប្រសិនបើអ្នកមិញជឿថាមានឋានសួគ៌និងឋាននរកដែរឬទេបាទនេះគឺជាសំណួរដ៏សំខាន់មួយដែលខ្ញុំបានសួរទៅកាន់គាត់តើអ្នកមិញជឿថាមានឋានសួគ៌និងឋាននរកដែរឬទេហើយនៅពេលដែលចប់បញ្ចប់នៃការដែលយើងសួរសំណួរនៃការដែលយើងស្ទះសំណាលនិយាយពីដំណឹងល្អខ្ញុំក៏បានសួរសំណួរមួយទៀតសួរថាអ្នកមិញសូមអធិស្ឋានតើអ្នកមិញជឿទេថាពេលដែលអ្នកមីងចាក់ចេញពីផែនដីនេះទៅដែលយើងហៅថាស្លាប់នឹងអ្វីទាំងអស់របស់អ្នកមីងនឹងត្រូវបញ្ចប់មែនដែរឬទេវាជាសំណួរដែលពិបាកស្ដាប់ប៉ុន្តែជាអ្វីដែលកើតឡើងលើមនុស្សគ្រប់ទាំងអស់ត្រូវទេដូច្នេះខ្ញុំក៏បានបញ្ជាក់ថាអ្នកមីងយើងនឹងបាត់បង់អ្វីទាំងអស់ហើយនឹងមិនមានអ្វីដែលនៅសល់ទៀតទេតើពិតមែនទេគាត់ឆ្លើយថាចាប៉ុន្តែឲ្យក្មួយបាទអ្នកមីងជឿអញ្ចឹងមែនប៉ុន្តែអ្នកមីងពិតជាអត់ចង់ឲ្យវាកើតឡើងឥឡូវនេះទេអ្នកមីងពិតជាអត់ចង់ឲ្យវាកើតឡើងទេនេះថាម៉េចគាត់អត់ចង់ស្លាប់ទេពីព្រោះអ្វីអាណិតដល់ចៅអាណិតដល់កូនដែលកំពុងតែធ្វើការយ៉ាងលំបាកបើសិនមកគាត់យ៉ាងណាទៅតើចៅគិតយ៉ាងម៉េចអញ្ចឹងមានថាម៉េចនៅកន្លែងនេះជាការមួយដែលយើងត្រូវសេចក្ដីគិតអំពីរឿងដ៏សំខាន់ពេលវេលានោះគឺជាពេលវេលាដែលបានដិតជាប់នៅក្នុងដួងចិត្តរបស់ខ្ញុំអស់រយៈពេលជាច្រើនឆ្នាំរហូតមកដល់ពេលនេះពីព្រោះអ្វីចម្លើយរបស់គាត់គឺកំពុងតែបញ្ជាក់ឡើងវិញនៅអ្វីដែលព្រះគម្ពីរបានបង្រៀនយ៉ាងច្បាស់ព្រះបានដាក់ភាពអស្ចារ្យជានិច្ចនៅក្នុងដួងចិត្តនៃមនុស្សម្នាក់ទោះបីជាគាត់អត់ជឿលើព្រះយេស៊ូវក៏ដោយប៉ុន្តែគាត់បានដឹងថាជីវិតនៃមនុស្សមិនមែនផុយស្រួយអញ្ចឹងទេជីវិតនៃមនុស្សគឺមិនមែនខ្លីអញ្ចឹងទេជីវិតនៃមនុស្សមិនមែនកើតឡើងដើម្បីគ្រាន់តែស្លាប់ប៉ុណ្្នឹងទេប៉ុន្តែជាការពិតជីវិតនៃមនុស្សគឺមានភាពអស្ចារ្យជានិច្ចពីព្រោះមនុស្សយើងម្នាក់មានរូបអង្គនៃព្រះយើងដឹងអំពីអ្វីដែលព្រះបានចាប់ផ្ដើមបង្កើតឡើងប៉ុន្តែជាការពិតដោយសារតែអំពើបាបការដែលយើងរស់នៅក្រោមអំណាចនៃអំពើបាបធ្វើឲ្យយើងបាត់បង់ធ្វើឲ្យយើងមិនអាចនឹងរកផ្លូវឃើញនៅក្នុងការដែលដើរទៅកាន់ផ្លូវនៃជីវិតអស្ចារ្យជានិច្ចបងប្អូនអើយមនុស្សជាច្រើននៅក្នុងលោកីគេកំពុងតែស្វែងរកតើចម្លើយអំពីជីវិតអស្ចារ្យជានិច្ចរបស់គ្រីស្ទៀនត្រឹមត្រូវឬក៏យ៉ាងណានេះគឺដោយព្រោះតែព្រះជាម្ចាស់បានបង្កើតមនុស្សឡើងដំបូងគេបង្អស់គឺមានភាពអស្ចារ្យប៉ុន្តែដោយសារតែអំណាចនៃការដែលមនុស្សបានប្រព្រឹត្តអំពើបាបប្រឆាំងជាមួយនឹងព្រះ
អំណាចនៃអំពើបាបនោះបានរារាំងមនុស្សបានបិទបាំងមនុស្សពីសេចក្តីពិតនៃជីវិតអស់កលជានិច្ចហើយដូច្នេះមនុស្សគ្រាន់តែដឹងថាម៉េចមនុស្សយើងកើតមកគឺនឹងស្លាប់ទៅវិញហើយជាចង់បញ្ចប់ហើយត្រឹមត្រូវទេមនុស្សគ្រប់គ្នាទាំងអស់គឺថាម៉េចការស្លាប់ជាចង់បញ្ចប់នៃជីវិតមួយនេះតើបងប្អូនជឿអញ្ចឹងទេតើបងប្អូនជឿថាការស្លាប់គឺជាចង់បញ្ចប់នៃជីវិតទេអញ្ចឹងនៅថ្ងៃនេះយើងនឹងស្វែងរកចម្លើយជាមួយគ្នាតើការស្លាប់ពិតជាចង់បញ្ចប់នៃជីវិតរបស់មនុស្សមែនឬក៏យ៉ាងណាដូច្នេះនៅថ្ងៃនេះយើងនឹងសិក្សានៅព្រះបន្ទូលមួយដែលមានចំណងជើងថាទំនុកចិត្តនៃការរស់ឡើងវិញព្រះយេស៊ូវបានឈ្នះលើអំពើបាបព្រះយេស៊ូវបានឈ្នះលើសេចក្តីស្លាប់ទ្រង់បានយាងចេញពីភ្នោហើយតើភ្នោឥឡូវនេះនៅតែបិទឬក៏បើកគឺបានបើកចំហហើយនៅក្នុងភ្នោមានសាកសពដែរឬទេអត់មានគឺបានទទេស្អាតដូច្នេះនៅកន្លែងនេះសូមបងប្អូនគ្នាបានរំពឹងហើយនឹងរំលឹកថាជីវិតមិនមែនបញ្ចប់នៅពេលដែលយើងស្លាប់នោះទេសូម្បីតែនៅក្នុងសេចក្តីស្លាប់ក៏មនុស្សមានក្តីសង្ឃឹមដែរប្រហែលជាមនុស្សជាច្រើនស្ដាប់ពាក្យនេះហើយគេនឹងគិតថាម៉េចអូការនិយាយបែបដូចនេះគឺប្រៀបដូចជាមនុស្សល្ងីល្ងើគួរឲ្យអស់សំណើចតើការស្លាប់ឲ្យយើងមានសង្ឃឹមបានយ៉ាងម៉េចតើបងប្អូននិយាយពាក្យនឹងអ្នកដែលមិនជឿគេយល់បានទេគេអាចទទួលយកបានទេអត់បានពីព្រោះអ្វីការស្លាប់ធ្វើឲ្យមនុស្សយំសោកការស្លាប់ធ្វើឲ្យមនុស្សអស់សង្ឃឹមការស្លាប់ធ្វើឲ្យមនុស្សលែងមានអ្វីដែលពណ៌វាសនាទៀតពួកគេថាម៉េចការស្លាប់គឺជានាទីចុងក្រោយនៃជីវិតហើយប៉ុន្តែជាការពិតនៅថ្ងៃនេះយើងនឹងស្វែងរកចម្លើយជាមួយគ្នាតើការស្លាប់ពិតជានាទីចុងក្រោយនៃជីវិតយើងមែនដែរឬក៏យ៉ាងណាពិតណាស់ព្រះគម្ពីរបានបង្ហាញយើងថាម៉េចការស្លាប់មិនមែនជាចង់បញ្ចប់នៃជីវិតនៃមនុស្សទេអញ្ចឹងតើមានរឿងវិសេសអ្វីទៀតកើតឡើងនៅទីនេះខ្ញុំចង់ជម្រាបទៅកាន់បងប្អូនថាព្រះបន្ទូលគឺជាសេចក្តីពិតអាមែនមិនមានការកុហកឡើយហើយនៅពេលនេះខ្ញុំចង់ចែកចាយនៅដំណឹងល្អដល់បងប្អូនទាំងអស់គ្នានៅអ្វីដែលព្រះបន្ទូលនៃសេចក្តីពិតបានចែកប្រាប់បងប្អូនគ្នាថ្ងៃនេះនៅក្នុងរយៈពេលជាច្រើនសប្តាហ៍កន្លងមកនេះយើងបានសិក្សាច្រើនអំពីកាន់គម្ពីរដំណឹងល្អយ៉ូហានដែលបានបង្ហាញអំពីការរងទុក្ខរបស់ព្រះយេស៊ូវគ្រីស្ទព្រះអង្គត្រូវបានគេវាយយ៉ាងឈឺចាប់អាមែនព្រះអង្គទ្រង់បានរងរបួសចាប់តាំងពីព្រះសិរសារបស់ព្រះអង្គរហូតដល់ចុងជើងគ្មានកន្លែងណាដែលគឺកន្លែងណាមួយដែលព្រះអង្គមិនរងការឈឺចាប់ទេដោយព្រោះតែព្រះអង្គមានបាបមែនទេមិនមែនគឺដោយព្រោះតែអំពើបាបរបស់យើងរាល់គ្នាព្រះអង្គត្រូវបានលីឈើឆ្កាងដ៏ធ្ងន់ធ្វើដំណើរពីសាលាជំនុំជម្រះក្តីធ្វើដំណើរទៅកាន់ភ្នំលលាក្បាលឬយើងហៅថាគិលកូថាព្រះអង្គទ្រង់បានលីឈើឆ្កាងនេះទៅនោះប៉ុន្តែនៅតាមផ្លូវដោយសារតែព្រះអង្គត្រូវបានវាយដំយ៉ាងធ្ងន់ធ្ងរបំផុតព្រះអង្គទ្រង់ក៏បានដួលហើយនៅពេលនោះគេក៏បានចាប់មនុស្សម្នាក់មកពីស្រុកគីរ៉ែនឲ្យធ្វើអ្វីសែងឬក៏លីឈើឆ្កាងជំនួសព្រះយេស៊ូវគ្រីស្ទគាត់ឈ្មោះថាស៊ីម៉ូនដំណើរទៅតាមផ្លូវទៅកាន់ឈើឆ្កាងមានការប្រមាថមើលងាយមានការសោកចំអកទៅចំពោះព្រះយេស៊ូវគ្រីស្ទហើយអ្វីបានជាមនុស្សសោកចំអកទៅចំពោះព្រះយេស៊ូវគ្រីស្ទពីព្រោះគេគិតថាព្រះយេស៊ូវមានកំហុសដោយព្រោះតែខ្លួនគេមិនបានមើលថាពួកគេគឺជាអ្នកដែលខុសនោះទេយើងតែងតែមើលទៅកាន់អ្នកដទៃថាខុសមិនត្រឹមត្រូវប៉ុន្តែយើងភ្លេចមើលថាខ្លួនយើងទេជាអ្នកដែលបានធ្វើខុសព្រះយេស៊ូវគ្មានកំហុសសោះឡើយអាមែនព្រះអង្គទ្រង់បានរងការឈឺចាប់រងទម្ងន់ការបៀតបៀនការចំអកមើលងាយមិនមែនតែព្រោះព្រះអង្គធ្វើខុសទេគឺដោយព្រោះតែអំពើបាបរបស់យើងខ្ញុំម្នាក់ហើយនៅទីបំផុតព្រះអង្គត្រូវបានគេឆ្កាងនៅលើឈើឆ្កាងផងដែរហើយក៏ពីសប្តាហ៍មុនយើងក៏បានសិក្សាអំពីការរងទុក្ខដ៏ឈឺចាប់របស់ព្រះអង្គនៅលើឈើឆ្កាងទោះបីជាព្រះអង្គនៅលើឈើឆ្កាងក៏ដោយប៉ុន្តែព្រះអង្គមិនបំភ្លេចពួកសិស្សព្រះអង្គនិងម៉ារីដែលជាម្ដាយរបស់ព្រះអង្គនោះទេព្រះអង្គនៅតែយកចិត្តទុកដាក់ស្រឡាញ់ទៅកាន់ពួកគេ
ហើយបំផុតព្រះអង្គទ្រង់ក៏បានផ្សាយដំណឹងអំពីការសង្គ្រោះទ្រង់ក៏បានសង្គ្រោះមនុស្សម្នាក់ឲ្យគេបានរួចផុតពីការស្លាប់ហើយបានចូលទៅក្នុងឋានរំសុខជាមួយនឹងព្រះអង្គដែរនោះគឺជាចៅម្នាក់ដូច្នេះយើងមើលឃើញថាដំណើររឿងរបស់ព្រះយេស៊ូវគ្រីស្ទព្រះអង្គរងការឈឺចាប់ហើយសគត់តើដំណើររឿងនោះចប់ត្រឹមការសគត់ទេអត់ទេព្រះគម្ពីរបានចែកថាប្រសិនបើព្រះយេស៊ូវគ្រីស្ទបញ្ចប់ត្រឹមតែការសគត់យ៉ាងម៉េចជំនឿរបស់បងប្អូនហើយនឹងខ្ញុំយ៉ាងម៉េចដែរវេទនីហើយជាជំនឿដែលពោពេញទៅដោយភាពអាម៉ាស់បំផុតពីព្រោះអ្វីយើងជឿលើព្រះយេស៊ូវគ្រីស្ទដែលគ្រាន់តែសគត់ប៉ុណ្ណឹងប៉ុន្តែយ៉ាងម៉េចតើលទ្ធផលនៃការដែលជ័យជំនះលើការស្លាប់តើឈ្នះបានទេអត់បានពីព្រោះអ្វីព្រះយេស៊ូវមិនបានរស់ឡើងវិញនោះទេប៉ុន្តែជាការពិតរឿងរ៉ាវអំពីការប្រោះលោះមិនមែនបញ្ចប់ត្រឹមតែការសគត់ទេគឺព្រះអង្គបានយកឈ្នះលើការសគត់ដោយព្រះអង្គអ្វីបានរស់ឡើងវិញហើយអាមែននេះហើយគឺជាដំណឹងដ៏ល្អដែលបងប្អូនហើយនឹងខ្ញុំយើងត្រូវតែត្រេកអរផងដែរយើងត្រូវតែសាទរនិងរំភើបនៅក្នុងការដែលយើងបានដឹងថាព្រះដែលបានសង្គ្រោះបាបខ្ញុំព្រះអង្គបានឈ្នះហើយព្រះអង្គបានរស់ឡើងវិញហើយអាមែនបាទគឺជារឿងមួយដ៏អស្ចារ្យមែនទែនមិនមែនជារឿងដែលប្រឌិតឡើងដោយដៃមនុស្សប៉ុន្តែគឺជារឿងពិតនៅក្នុងប្រវត្តិសាស្ត្រដូច្នេះឥឡូវនេះបងប្អូនអើយសូមមើលការរស់ឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទសូមចាំថាមិនមែនគ្រាន់តែជារឿងនិយាយតគ្នាប៉ុន្តែការរស់ឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទគឺជាការដែលបង្ហាញអំពីការដែលជាគោលដៅស្នូលឬយើងហៅថាជាឆ្អឹងខ្នងរបស់គ្រិស្តសាសនាប្រសិនបើព្រះគ្រីស្ទមិនបានរស់ឡើងវិញទេជំនឿរបស់គ្រីស្ទានទាំងអស់នឹងបរាជ័យហើយយើងទាំងអស់គ្នាដែលជឿលើព្រះយេស៊ូវគ្រីស្ទគឺអត់ប្រយោជន៍ទេអញ្ចឹងហើយបានជាការរស់ឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទគឺជាឆ្អឹងខ្នងនៃជំនឿរបស់គ្រីស្ទានយើងម្នាក់ជំនឿរបស់គ្រីស្ទបរិស័ទគឺពោពេញដោយអ្វីក្តីសង្ឃឹមបងប្អូនអើយតើបងប្អូនជឿលើព្រះយេស៊ូវគ្រីស្ទហើយនៅតែអស់សង្ឃឹមទៀតទេសេចក្តីជំនឿរបស់គ្រីស្ទបរិស័ទគឺពោពេញដោយក្តីសង្ឃឹមទំនុកចិត្តពីព្រោះព្រះយេស៊ូវគ្រីស្ទមិនបានស្ថិតនៅក្នុងភ្នោទៀតទេព្រះអង្គបានរស់ឡើងវិញថ្ងៃទី3ដោយដែលព្រះអង្គបានមានព្រះបន្ទូលសន្យាហើយជាការពិតព្រះយេស៊ូវបានសគត់សម្រាប់បាបរបស់យើងមែននោះគឺជាដំណឹងល្អមួយព្រះបានសគត់សម្រាប់បាបយើងខ្ញុំជាដំណឹងល្អទេដំណឹងល្អប៉ុន្តែប្រសិនបើដំណឹងល្អចប់តែប៉ុណ្្នឹងទេយ៉ាងម៉េចដែរនោះវាមិនមែនជាដំណឹងល្អដែលនាំយើងទៅកាន់ការសង្គ្រោះទេប៉ុន្តែជាការពិតនៅក្នុងដំណឹងល្អនោះមានដំណឹងដ៏សែនល្អមួយទៀតគឺជាអ្វីព្រះយេស៊ូវបានរស់ឡើងវិញហើយដូច្នេះនេះគឺជាការដែលត្រូវបានហៅថាម៉េចដំណឹងល្អអំពីការរស់ឡើងវិញគឺជាឆ្អឹងខ្នងគឺជាគោលដៅស្នូលនៃជំនឿរបស់គ្រីស្ទបរិស័ទពីព្រោះអ្វីការរស់ឡើងវិញបង្ហាញពីអ្វីជ័យជំនះរបស់គ្រីស្ទានដែលមានសង្ឃឹមជ័យជំនះរបស់គ្រីស្ទានធ្វើពួកគេកាន់តែមានទំនុកចិត្តក្នុងការធ្វើទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទផងដែរដូច្នេះនៅថ្ងៃនេះយើងនឹងធ្វើការសិក្សានៅរឿងសំខាន់ទាំង3អំពីសេចក្តីពិតនៃការរស់ឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទតើការរស់ឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទបានបង្ហាញយើងនៅលក្ខណៈអ្វីខ្លះដែលគ្រីស្ទានយើងត្រូវធ្វើនៅក្នុងសេចក្តីជំនឿទី1ការរស់ឡើងវិញគឺជាអ្វីសេចក្តីពិតសូមចាំថាការរស់ឡើងវិញគឺជាសេចក្តីពិតដែលគ្រីស្ទានយើងត្រូវតែចងចាំការរស់ឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទមិនមែនជាការកុហកកាលពីព្រឹកមិញខ្ញុំបានចែកចាយទៅកាន់ក្មេងៗថាម៉េចក្រុមពួកអាចារ្យហើយនឹងក្រុមពួកសាសយូដាពួកគេបានធ្វើការកុហកទៅកាន់លោកីថាមានគេលួចសពព្រះយេស៊ូវយកទៅគេបានសោកប៉ាន់ទៅកាន់ទាហានដែលយាមភ្នោថាគុំនិយាយថាព្រះយេស៊ូវរស់ឡើងវិញឡើយចូលនិយាយថាពួកសិស្សបានមកលួចយកសពព្រះអង្គយកទៅដូច្នេះដំណឹងនោះបានរីកសាយភាយទៅកាន់ពេញសាសយូដាហើយមានជាច្រើនបានជឿថាយេស៊ូវត្រូវបានគេលួចយកទៅមែនប៉ុន្តែនោះគឺជាការកុហកបោកប្រាស់តែប៉ុណ្ណោះទោះបីជាគេបានដឹងថាព្រះយេស៊ូវរស់ឡើងវិញក៏ដោយក៏គេនៅតែមានចិត្តរឹងហេតុផលគឺជាអ្វីពីព្រោះពួកគេមិនចង់ទទួលស្គាល់ថាព្រះយេស៊ូវគឺជាព្រះជាម្ចាស់ទេ
មនុស្សតែងតែស្វែងរកវិធីដើម្បីបដិសេធស្ដីពិតបងប្អូនអើយនោះជាច្រើនពួកគេបានអានគម្ពីររបស់គ្រីស្ទានយើងហើយពួកគេចាប់ផ្ដើមធ្វើការសិក្សាស្រាវជ្រាវហើយពួកគេចាប់ផ្ដើមធ្វើអ្វីបដិសេធនៅព្រះបន្ទូលព្រះគេអត់ជឿអំពីការរស់ឡើងវិញរបស់ព្រះគ្រីស្ទទេគេជឿទៅលើពាក្យដែលពួកក្រុមអាចារ្យពុផារេស៊ីគេបានកុហកបោកប្រាស់ទៅវិញពួកគេសុខចិត្តជ្រើសរើសពាក្យកុហកពួកគេសុខចិត្តជ្រើសរើសពាក្យលួងលោមដែលធ្វើឲ្យពួកគេគិតថាវាជាការមួយដែលត្រូវតាមចិត្តរបស់ពួកគេប៉ុន្តែពួកគេមិនបានទទួលអ្វីស្ដីពិតទេដូចគ្នាដែរមនុស្សយើងចូលចិត្តនៅសារព្រះបន្ទូលណាដែលលួងលោមចិត្តយើងប៉ុន្តែព្រះបន្ទូលដែលដាស់តឿនរំលឹកយើងឲ្យកែប្រែចិត្តយើងអត់ចង់ស្ដាប់ទេតើពិតមែនទេបងប្អូនអើយព្រះបន្ទូលព្រះគឺពិតជាសំខាន់មែនទេសូមមានដួងចិត្តនិងអរិយាបថដែលកោតខ្លាចចំពោះព្រះបន្ទូលព្រះចូលឲ្យយើងបានសារភាពថាព្រះបន្ទូលព្រះអង្គជាជីវិតរបស់យើងខ្ញុំព្រះបន្ទូលព្រះអង្គជាអ្វីទាំងអស់ដែលយើងត្រូវប្រព្រឹត្តតាមនិងកោតខ្លាចផងដែរសូមកុំមើលងាយចំពោះព្រះបន្ទូលទ្រង់ឡើយដូច្នេះត្រឡប់មកវិញសូមបងប្អូនគ្នាបានចាប់អារម្មណ៍អំពីចំណុច10ខដំបូងដែលលោកយ៉ូហានបានបង្ហាញយើងបាទឥឡូវសូមទៅជាមួយខ្ញុំនៅក្នុងព្រះគម្ពីរយ៉ូហានចំពោះ20បាទខ1ដល់ខ10យើងនឹងធ្វើការតាមដាននៅព្រឹត្តិការណ៍នីមួយៗនៅក្នុងកន្លែងនេះបាទថាតើមានរឿងអីកើតឡើងហើយអ្វីបានជាមានរឿងអញ្ចឹងកើតឡើងនៅក្នុងព្រឹត្តិការណ៍នៃខគម្ពីរទាំង10នេះតើឥឡូវសូមមើលជាមួយគ្នាជាដំបូងនៅពេលដែលម៉ារីជាអ្នកស្រុកដែលមកពីម៉ាដាឡាគាត់ទៅកាន់ភ្នោនៅតាមផ្លូវប្រកាសណាស់យើងជឿថាម៉េចម៉ារីគាត់ប្រកាសជាផ្លិចម៉ារីនៅទីនេះមិនមែនតែម្នាក់ទេគឺមានម៉ារី3នាក់ម៉ារីម៉ាដាឡាម៉ារីដែលជាប្អូនស្រីរបស់ម្ដាយព្រះយេស៊ូវគ្រីស្ទនិងម៉ារីដែលជាម្ដាយព្រះយេស៊ូវបាទម៉ារីទាំង3នាងបានធ្វើដំណើរតាំងពីណាព្រះគម្ពីរថាគឺតាំងពីព្រឹកព្រលឹមនៅងងឹតនៅឡើយពួកគេបំរុងយកប្រេងក្រអូបយកទៅលាបព្រះសពរបស់ព្រះយេស៊ូវគ្រីស្ទចុងក្រោយនៅតាមផ្លូវពួកគេកំពុងតែគិតថាតើមានអ្នកណានឹងរមៀលថ្មដែលគ្របមាត់ភ្នោនោះចេញឲ្យយើងណោះនាងកំពុងតែគិតដូច្នេះបងប្អូនតើបងប្អូនគិតថាពួកគេទាំង3នាក់កំពុងតែច្រឡំអំពីអីតើពួកគេកំពុងតែភ្លេចអំពីព្រះបន្ទូលដែលព្រះបានសន្យាប្រថាម៉េចនៅថ្ងៃទី3ខ្ញុំនឹងរស់ឡើងវិញប៉ុន្តែតើពួកគេធ្វើអ្វីពួកគេបែរជាយកប្រេងក្រអូបដើម្បីធ្វើអ្វីទេបំរុងនឹងលាបសពព្រះយេស៊ូវគ្រីស្ទពួកគេនៅតែមិនទាន់ជឿថាព្រះអង្គនឹងរស់ឡើងវិញទេគោលបំណងពួកគេគឺថាម៉េចព្រះយេស៊ូវសុគតហើយដូច្នេះយើងទៅដើម្បីលាបព្រះសពព្រះអង្គឯណាទៅជំនឿដែលពួកគេជឿលើព្រះបន្ទូលព្រះពួកគេនិយាយថាមកខ្ញុំជឿថាព្រះអង្គគឺជាព្រះប៉ុន្តែគ្រប់ទាំងព្រះបន្ទូលដែលព្រះអង្គបានសន្យាទៅកាន់ពួកគេភ្លេចទាំងអស់នេះជាដែរយើងនិយាយថាមកខ្ញុំជឿលើព្រះយេស៊ូវគ្រីស្ទប៉ុន្តែព្រះបន្ទូលដែលព្រះអង្គបានប្រដៅតម្រង់យើងសន្យាមកកាន់យើងអត់ចាំទេយើងអត់ធ្វើតាមទេព្រះអង្គថាចូលឲ្យទុកចិត្តលើព្រះយើងតែទុកចិត្តលើខ្លួនឯងព្រះអង្គថាចូលឲ្យសង្ឃឹមនិងសម្លឹងមើលទៅកាន់ព្រះយើងតែសម្លឹងមើលទៅកាន់បញ្ហាហើយត្អូញត្អែព្រះអង្គថាចូលឲ្យមានជំនឿយ៉ាងស្មោះត្រង់នោះនឹងបានព្រះពរយើងតែព្យាយាមខិតខំធ្វើខ្លួនឯងហើយទុកព្រះនៅម្លាយសិនអ្វីទាំងអស់គឺយើងจะធ្វើមុននេះហើយគឺជាការដែលយើងជឿលើព្រះប៉ុន្តែមិនមែនចេញពីចិត្តទេបងប្អូនសូមមើលអំពីម៉ារីពួកគេបានលើព្រះបន្ទូលថាខ្ញុំនឹងសុគតសម្រាប់បាបអ្នករាល់គ្នាប៉ុន្តែថ្ងៃទី3ខ្ញុំនឹងរស់ឡើងវិញពួកគេលើទេលើរាល់ថ្ងៃព្រះអង្គមិនមែនមានព្រះបន្ទូលតែម្ដងទេព្រះអង្គមានព្រះបន្ទូលច្រើនដងហើយប៉ុន្តែពួកគេនៅតែយ៉ាងម៉េចដែរមិនជឿលើព្រះបន្ទូលព្រះឥឡូវឧទាហរណ៍មួយប្រសិនបើបងប្អូនគឺជាគ្រូម្នាក់បង្រៀនទៅកាន់សិស្សម្នាក់ដដែលរាល់ថ្ងៃហើយគាត់នៅតែមិនអាចធ្វើបានគាត់នៅតែមិនចេះមិនយល់មិនដឹងមិនចាំទៀតបងប្អូនមានអារម្មណ៍មិនដែរមានអារម្មណ៍ថាឈឺចិត្តមានអារម្មណ៍ថាខឹងអត់ចុះតើព្រះអង្គមានព្រះហត្ថីបែបណាទៅវិញនៅពេលដែលព្រះអង្គមានព្រះបន្ទូលដដែលជាច្រើនដងប៉ុន្តែពួកសិស្សនៅតែមិនយល់អំពីព្រះបន្ទូលព្រះអង្គសូមយកព្រះហត្ថីនោះមកគិតឡើងវិញហើយសូមឲ្យគ្នាបាននឹកចាំថាតើយើងត្រូវរស់នៅបែបណា
ដើម្បីឆ្លើយតបជាមួយនឹងព្រះបន្ទូលដែលព្រះបានសន្យាមកកាន់យើងខ្ញុំតើយើងនៅតែបន្តភ្លេចភ័ន្តច្រឡំដូចជាម៉ារីនិងពួកសិស្សព្រះអង្គមានដែរឬទេដូច្នេះជាការពិតម៉ារីបានគិតថាមាននរណាម្នាក់បានមកលួចយកព្រះសពព្រះយេស៊ូវទៅបាត់ហើយនាងមិនបានយល់អំពីអ្វីដែលកំពុងតែឃើញនោះទេបើទោះបីជាព្រះយេស៊ូវបានមានព្រះបន្ទូលច្រើនដល់ថាព្រះអង្គនឹងរស់ឡើងវិញថ្ងៃទី3តែគ្មាននរណាម្នាក់យល់ហើយនឹងជឿលើព្រះបន្ទូលនោះទេព្រះគម្ពីរយ៉ូហានបានកំពុងតែបង្ហាញយើងថាម៉េចគ្មាននរណាម្នាក់ក្នុងចំណោមពួកសិស្សនិងអ្នកដែលដើរតាមព្រះអង្គដែលរំពឹងថាព្រះអង្គនឹងរស់ឡើងវិញទេទាំងអស់សុទ្ធតែអត់ជឿនៅពេលដែលព្រះអង្គនៅជាមួយពួកគេថាម៉េចខ្ញុំជឿហើយព្រះអង្គអើយតែនៅពេលដែលព្រះអង្គរស់ពីសកលឡើងវិញហើយភ្នូនទៅទេពួកគេបើជាអត់ជឿលើព្រះបន្ទូលព្រះអង្គទៅវិញតើនេះគឺជាជំនឿបែបណាតើបងប្អូនមានជំនឿអញ្ចឹងទេដូច្នេះលោកយ៉ូហានគឺជាអ្នកសរសេរកាត់គម្ពីរដំណឹងល្អយ៉ូហានគាត់តែងតែសរសេរអំពីមនុស្សដ៏ពិសេសម្នាក់ដែលព្រះអង្គស្រឡាញ់នៅទីនោះគឺនិយាយអំពីខ្លួនគាត់នឹងឯងលោកយ៉ូហានហើយនឹងពេត្រុសនៅពេលដែលឮម៉ារីថាម៉េចអូគេយកសពព្រះយេស៊ូវទៅណាបាត់ហើយនៅពេលនោះពួកគេរត់វឹងដើម្បីអ្វីទៅឯភ្នូព្រះគម្ពីរថាម៉េចលោកយ៉ូហានដែលជាសរសេរនោះក៏ថាម៉េចពេត្រុសហើយនឹងសិស្សម្នាក់មួយនោះបានរត់ទៅឯភ្នូប៉ុន្តែសិស្សម្នាក់មួយនោះរត់ទៅភ្នូលឿនជាងគាត់លោកយ៉ូហានកំពុងតែបង្ហាញថាខ្លួនគាត់រត់លឿនជាងពេត្រុសប៉ុន្តែនៅពេលគាត់ទៅដល់ភ្នូមុនគាត់អត់ហ៊ានចូលភ្នូទេគាត់សុខចិត្តអើតមើលពីខាងក្រៅប៉ុន្តែនៅពេលដែលពេត្រុសបានមកដល់បានចូលភ្លាមបាទចូលតែម្ដងហើយមើលឃើញនៅក្នុងភ្នូរញ៉េរញ៉ៃទេគឺភ្នូបានរៀបចំយ៉ាងស្អាតព្រះគម្ពីរបានចែងថាក្រណាត់ដែលរុំព្រះយេស៊ូវគ្រីស្ទសំពត់ដែលគ្របនៅលើព្រះសិរសារបស់ព្រះយេស៊ូវគ្រីស្ទគឺត្រូវបានបត់ទុកយ៉ាងស្អាតឥឡូវបើសិនបើមានចោរលួចមែនតើចោរមានពេលណាទៅអង្គុយបត់ក្រណាត់នោះទេអត់ទេបាទតែបងប្អូនធ្លាប់ឃើញពេលដែលមានចោរលួចណារៀបចំកៅអៅយកស្អាតទេអត់ទេដូចគ្នាមានថាម៉េចនៅពេលដែលយ៉ូហានឃើញពេត្រុសចូលគាត់ចូលដែរនៅពេលដែលគាត់ឃើញឆ្នោតថាអូហេតុអ្វីបានជាភ្នូដែលតម្កល់សពព្រះយេស៊ូវគ្រីស្ទរៀបចំស្អាតម្ល៉េះឯណាទៅសពព្រះយេស៊ូវគ្រីស្ទមានការរៀបចំយ៉ាងស្អាតដូច្នេះពេលនោះយ៉ូហានបានជឿថាអូព្រះយេស៊ូវពិតជាបានរស់ឡើងវិញមែនបាទមិនមែនជាការលួចយកទៅនោះទេពីព្រោះអ្វីមានការរៀបចំយ៉ាងស្អាតបាតទាំងអស់នេះហើយគឺជាស្ដីពិតដែលយើងបង្ហាញពីភ័ស្តុតាងគ្មានការលួចប៉ុន្តែគឺជាការរស់ឡើងវិញពិតប្រាកដដូច្នេះនៅកន្លែងនេះយើងបានដឹងថាម៉េចបងប្អូនអើយសូមដឹងថាព្រះជាម្ចាស់បានបង្ហាញយើងអំពីការរស់ឡើងវិញមិនមែនជាឧទាហរណ៍មិនមែនជារឿងប្រឡំលោកមិនមែនជារឿងប្រៀបធៀបអ្វីណាមួយដើម្បីយកមកបង្រៀននោះទេប៉ុន្តែការរស់ឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទគឺជាការដែលបង្ហាញអំពីអ្វីសេចក្តីពិតនិងការរស់ឡើងវិញពិតប្រាកដនៅក្នុងប្រវត្តិសាស្ត្រនៃលោកីយ៍ទាំងមូលដូច្នេះវាគឺជារឿងយ៉ាងពិតប្រាកដដែលបានកើតឡើងនៅក្នុងផែនដីនេះដូច្នេះនេះហើយគឺជាដំណឹងដ៏រុងរឿងដំណឹងដ៏សែនល្អហើយអស្ចារ្យជាពិសេសគឺពោពេញទៅដោយភាពរីករាយបំផុតអាមែនទី2សេចក្តីអំណរនៃការរស់ឡើងវិញអញ្ចឹងការរស់ឡើងវិញគឺជាក្តីអំណររបស់អ្នកជឿផងដែរអាមែននៅក្នុងខ11ដល់ខ16យើងបានមើលឃើញថានៅពេលដែលពួកសិស្សជាពិសេសពួកស្រីជាការពិតរវាងបុរសនិងស្ត្រីគឺជាមនុស្សដែលមានភាពកំសោយក្នុងការដែលឆាប់យំឆាប់កាត់ទុកទទួលស្គាល់អញ្ចឹងទេបាទជាការពិតនៅពេលដែលមនុស្សយើងបាត់បង់មនុស្សជាស្រឡាញ់យើងពិបាកក្នុងការដែលធ្វើចិត្តនេះថាម៉េចយើងតែងតែកាត់ទុកឈឺចាប់និងយំសោកដូច្នេះយើងអាចយល់បានថាម៉េចម៉ារីម៉ាដាឡានៅពេលដែលគេបានធ្វើនកម្មទៅលើព្រះយេស៊ូវគ្រីស្ទប្រហែលជានាងយំខ្លាំងនៅពេលដែលគេនាំព្រះអង្គទៅឆ្កាងហើយគេបានឆ្កាងព្រះអង្គនៅលើឆ្កាងនោះប្រកបណាស់នាងក៏បានយំផងដែរហើយនៅពេលដែលនាងឃើញព្រះអង្គត្រូវបានគេបញ្ចុះពិតណាស់នាងក៏បានយំសោកផងដែរអញ្ចឹងរយៈពេលប្រហែលជា3ថ្ងៃនេះដួងចិត្តរបស់ម៉ារីស្ត្រីទាំងអស់ដែលដើរតាមព្រះអង្គមានការឈឺចាប់យ៉ាងពន់ពេកត្រូវទេមួយវិញទៀត
នៅពេលដែលនាងមកដល់ភ្នោឃើញភ្នោរបើកហើយភ្នោនៅទទេអត់ឃើញសពព្រះសុគ្រីស្ទនាងកាន់តែយំខ្លាំងមែនទែននៅពេលនោះទេវតាបានសួរទៅកាន់នាងថាហេតុអ្វីបានជានាងយំនាងអើយហេតុអ្វីបានជាយំនៅពេលនោះនាងបានទូលថាតើព្រះអង្គម្ចាស់របស់ខ្ញុំត្រូវបានគេលួចទៅបាត់ហើយតើអ្នកណាបានយកទៅនាងបានយំនាងបានឈឺចាប់ប្រហែលជាបងប្អូនអាចនឹងយល់អំពីការឈឺចាប់ដែលបាត់បង់ឬជាសាញ់ផងដែរមិនមែនជាការឈឺចាប់ធម្មតាជាការឈឺចាប់នៅក្នុងដួងចិត្តដ៏សែនពិបាកមែនទែនដូច្នេះនៅពេលវេលានោះព្រះយេស៊ូវគ្រីស្ទក៏បានលេចមកឯនាងហើយបានសួរសំណួរដដែលដូចជាទេវតាបានសួរទៅកាន់នាងចឹងដែរព្រះអង្គសួរថានាងអើយហេតុអ្វីបានជាយំដោយសារតែអារម្មណ៍នៃការឈឺចាប់នៅពេលនោះម៉ារីអត់ដឹងថាជាព្រះយេស៊ូវទេពីព្រោះអ្វីរវល់ឈឺចាប់រវល់យំដូច្នេះសំឡេងព្រះយេស៊ូវគ្រីស្ទនៅពេលនោះធ្វើឲ្យនាងមិនអាចនឹងដឹងថាគឺជាព្រះយេស៊ូវទេរហូតដល់ព្រះអង្គបានមានថាម៉េចម៉ារីអើយដល់ពេលនោះចាប់ដើមនាងភ្ញាក់ព្រឹតហើយយ៉ាងម៉េចដែរងាកបែរក្រោយហើយឃើញវ៉ាវព្រះយេស៊ូវដែលនាងបានប្រើជាភាសាហេប្រឺថាម៉េចរ៉ាបូនីដែលមានថាលោកគ្រូអើយបាទលោកគ្រូអើយមួយវិនាទីនោះមួយផ្លែតនោះភាពឈឺចាប់ភាពទុក្ខព្រួយភាពយំយ៉ែកបានបាត់ទាំងអស់ហើយលេចឡើងនៅដីអំណរឡើងវិញនេះហើយគឺជាភាពអស្ចារ្យនៃការរលឹងវិញធ្វើឲ្យមនុស្សម្នាក់ផ្លាស់ប្រែពីភាពឈឺចាប់ទៅកាន់ភាពអំណរតែមួយផ្លែតនៅពេលដែលបងប្អូនពិបាកនៅពេលដែលបងប្អូនមានអារម្មណ៍ថាវេទនាឈឺចាប់ចង់យំសោកសូមឲ្យបានជឹងគិតអំពីក្តីអំណរនៃការដែលយើងបានដឹងអំពីការរស់ឡើងវិញនៃព្រះយេស៊ូវគ្រីស្ទពីព្រោះអ្វីការរស់ឡើងវិញនៃព្រះយេស៊ូវគ្រីស្ទគឺជាក្តីសង្ឃឹមរបស់អ្នកជឿហើយឥឡូវនេះយើងឈឺចាប់យើងពិបាកចិត្តយើងទុក្ខសោកក្នុងលោកីមែនប៉ុន្តែនៅនគរព្រះនៅថ្ងៃចុងក្រោយយើងនឹងមានអំណរពោពេញផងដែរដូច្នេះសូមឲ្យព្រះបានផ្លាស់ប្រែអ្នកតាមរយៈការរស់ឡើងវិញឲ្យអ្នកមានអំណរនៅក្នុងព្រះអង្គរាល់ថ្ងៃផងដែរបាទរឿងសំខាន់ទី3ចុងក្រោយរឿងសំខាន់ទី3ចុងក្រោយអំពីការរស់ឡើងវិញតើគឺជាអ្វីព្រះអង្គចង់បង្ហាញយើងអំពីអ្វីដែលយើងត្រូវដឹងថាម៉េចការរស់ឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទគឺជារឿងដ៏អស្ចារ្យទេដំណឹងដ៏ល្អទេអញ្ចឹងតើយើងត្រូវឆ្លើយតបយ៉ាងម៉េចគឺយើងត្រូវតែប្រកាសដំណឹងល្អអំពីការនោះយើងត្រូវតែប្រកាសអំពីការរស់ឡើងវិញទៅកាន់អ្នកដទៃដូចជានាងម៉ារីអញ្ចឹងដែរនៅពេលដែលនាងម៉ារីបានជួបព្រះយេស៊ូវគ្រីស្ទហើយនាងក៏បានរត់វឹងទៅកាន់ពួកសិស្សប្រាប់ថាម៉េចខ្ញុំបានជួបព្រះយេស៊ូវហើយព្រះយេស៊ូវបានរស់ឡើងវិញហើយនៅក្នុងខ17ដល់ខ18សូមអានជាមួយខ្ញុំ1 2 3ព្រះយេស៊ូវមានបន្ទូលទៅនាងថាកុំពាល់ខ្ញុំព្រោះខ្ញុំមិនទាន់ឡើងទៅឯព្រះវរបិតាខ្ញុំនៅឡើយចូលនាងទៅឯពួកបងប្អូនខ្ញុំប្រាប់គេថាខ្ញុំឡើងទៅឯព្រះវរបិតាខ្ញុំជាព្រះវរបិតានៃអ្នករាល់គ្នាគឺជាព្រះនៃខ្ញុំហើយជាព្រះនៃអ្នករាល់គ្នាដែរនោះម៉ារីម៉ាដាឡាក៏នាំដំណឹងទៅប្រាប់ដល់ពួកសិស្សថានាងបានឃើញព្រះម្ចាស់ហើយទ្រង់បានមានបន្ទូលសេចក្តីទាំងនេះមកនាងអាមែនដល់ពេលដែលម៉ារីបានស្គាល់ព្រះយេស៊ូវយ៉ាងច្បាស់ហើយនោះនាងចង់ប៉ះព្រះយេស៊ូវគ្រីស្ទប៉ុន្តែព្រះអង្គថាម៉េចកុំតន់អាប៉ះខ្ញុំមិនទាន់បានឡើងទៅកាន់ព្រះបិតាទេប៉ុន្តែអ្វីដែលអ្នកត្រូវធ្វើនៅពេលនេះគឺជាអ្វីចូលទៅប្រាប់បងប្អូនខ្ញុំគឺជាសិស្សខ្ញុំពួកសាវកអ្នកដែលតាមខ្ញុំទាំងអស់ឲ្យពួកគេបានដឹងថាខ្ញុំរស់ឡើងវិញហើយខ្ញុំពិតជាបានរស់ឡើងវិញហើយជួយឲ្យគេបានដឹងហើយមានអំណរដូចជាអ្នកដែរដូច្នេះចំណុចដ៏សំខាន់មួយដែលយើងត្រូវកត់សម្គាល់អំពីបទការនេះគឺជាអ្វីស្ត្រីគឺជាបុគ្គលដែលបានទទួលតួនាទីយ៉ាងសំខាន់នៅក្នុងការផ្សាយដំណឹងល្អអំពីការរស់ឡើងវិញព្រះយេស៊ូវគ្រីស្ទមុនគេបង្អស់ដូច្នេះមិនមែនពួកប្រុសទេដែលផ្សាយដំណឹងល្អអំពីការរស់ឡើងវិញនេះគឺជាស្ត្រីដែលបានទៅភ្នោមុនគេពួកគេទាំងអស់នោះគឺជាអ្នកដែលប្រកាសអំពីការរស់ឡើងវិញព្រះយេស៊ូវគ្រីស្ទមុនគេបង្អស់ក្នុងប្រវត្តិសាស្ត្រនៃពួកជំនុំអញ្ចឹងថាម៉េចស្ត្រីគឺពិតជាអស្ចារ្យមែនប៉ុន្តែជាការពិតនៅក្នុងប្រវត្តិសាស្ត្ររបស់អ៊ីស្រាអែលគេអត់សូវឲ្យតម្លៃទៅលើស្ត្រីទេប្រកបណាស់បើសិនបើដំណឹងល្អដែលស្ត្រីប្រកាសប្រាប់ហើយនឹងបរិបប្រកាសប្រាប់តើគេជឿលើនរណាគេជាងទេ
លើបរោះហើយគេអត់សូវជឿលើដំណឹងល្អតែស្ត្រីបានប្រកាសប្រាប់ទេប៉ុន្តែនេះគឺជាបំណងព្រះハរតីព្រះដែលព្រះអង្គទ្រង់ប្រើអ្នកដែលទុនខ្សោយអ្នកដែលត្រូវបានគេមើលងាយឲ្យប្រកាសដំណឹងដ៏សែនល្អទៅកាន់លោកីទាំងមូលអំពីការឈ្នះរបស់ព្រះសូរគ្រីស្ទនៅលើឈើឆ្កាងបើសិនបងប្អូនចង់សួរយ៉ាងច្បាស់អំពីជំនឿគ្រិស្តរបស់សត្វថាតើអ្វីធ្វើឲ្យដំណឹងល្អខ្លាចជាដំណឹងដ៏សែនល្អទេតើបងប្អូនឆ្លើយថាម៉េចគឺជាការផ្សះផ្សារវាងព្រះជាមួយនឹងមនុស្សឬក៏ការដែលព្រះអត់ទោសបាបដល់មនុស្សមិនមែនតែប៉ុណ្ណឹងគឺជាអ្វីព្រះអង្គសង្គ្រោះបានរស់ឡើងវិញហើយបងប្អូនមានចាំទេខ្ញុំបានថាម៉េចការរស់ឡើងវិញរបស់ព្រះសូរគ្រីស្ទគឺជាឆ្អឹងខ្នងគឺជាគោលដៅស្នូលនៃជំនឿរបស់គ្រីស្ទបរិស័ទដូច្នេះនៅពេលដែលបងប្អូនផ្សាយដំណឹងល្អសូមកុំភ្លេចប្រកាសប្រាប់អំពីអ្វីការរស់ឡើងវិញរបស់ព្រះសូរគ្រីស្ទសរុបមកវិញប្រសិនបើយើងទុកចិត្តលើព្រះសូរគ្រីស្ទហើយជឿថាព្រះអង្គបានសុគតសម្រាប់បាបយើងតែប្រកបមែននោះសេចក្តីស្លាប់គ្មានអំណាចលើយើងឡើយសូមចងចាំថាជីវិតនឹងមិនបញ្ចប់នៅពេលដែលយើងស្លាប់នោះទេសូមកុំមានជំនឿឬក៏ការសង្ស័យដូចជាអ្នកដែលមិនជឿឡើយនីតិនៃការស្លាប់មិនមែនជាចុងបញ្ចប់របស់យើងទេសម្រាប់គ្រីស្ទបរិស័ទភាពសោកសៅនៃការស្លាប់គឺត្រូវបានយកឈ្នះដោយអំណរនៃការនៅជាមួយនឹងព្រះគ្រីស្ទនិងការស្គាល់ច្បាស់នៅព្រះបន្ទូលសន្យារបស់ព្រះអង្គដែលមានព្រះបន្ទូលមកកាន់យើងក៏ប៉ុន្តែមនុស្សគ្រប់គ្នានឹងស្លាប់ត្រឹមត្រូវទេប៉ុន្តែជីវិតរបស់អ្នកជឿនឹងមិនទាន់បញ្ចប់នៅឡើយទេផ្ទុយទៅវិញភាពអស្ចារ្យជានិច្ចរបស់អស់អ្នកបងប្អូននៅក្នុងវត្តមាននៃព្រះជាម្ចាស់នឹងបានរស់ឡើងវិញជាមួយនឹងព្រះអង្គឯចុងក្រោយផងដែរនេះហើយគឺជាដំណឹងមិនមែនគ្រាន់តែល្អទេដំណឹងដ៏សែនល្អដែលយើងត្រូវប្រកាសប្រាប់ហើយនឹងទុកចិត្តអាមែនខ្ញុំអធិដ្ឋានគូសូមអរព្រះគុណដល់ព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទអរគុណដល់ព្រះអង្គសម្រាប់ពេលវេលាដែលយើងបានចូលមកអបអរសាទរអំពីជ័យជំនះដែលព្រះអង្គបានឈ្នះលើការស្លាប់ព្រះអង្គម្ចាស់អើយសូមឲ្យទូបង្គំម្នាក់បានរស់នៅដោយមានជំនឿហើយនឹងត្រេកអរព្រមទាំងរស់នៅដោយដឹងថានេះគឺជាសេចក្តីពិតមិនមែនជាការកុហកបោកប្រាស់ហើយសូមឲ្យទូបង្គំបានមានការអរសប្បាយឡើងចំពោះការរស់របស់ព្រះអង្គផងដែរហើយសូមឲ្យទូបង្គំបានចេញទៅប្រកាសប្រាប់ដំណឹងល្អនេះទៅកាន់អ្នកដទៃផងដែរអរគុណដល់ព្រះអង្គទូបង្គំសូមទូលថ្វាយក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទអាមែនសូមអរគុណលោកអ្នកនាងដែលបានទស្សនានិងស្ដាប់ការអធិប្បាយព្រះបន្ទូលរបស់លោកគ្រូគង្វាលវងនិតជាពីក្រុមជំនុំសេរីរុងរឿងព្រះយេស៊ូវជារៀងរាល់ថ្ងៃអាទិត្យក្រុមជំនុំសេរីរុងរឿងព្រះយេស៊ូវមានការថ្វាយបង្គំព្រះជាម្ចាស់ចំនួន3វេនវេនទី1ចាប់ពីម៉ោង 7:30 នាទីដល់ម៉ោង 8:30 នាទីព្រឹកសម្រាប់កុមារវេនទី2ចាប់ពីម៉ោង 10 ដល់ម៉ោង 11 ព្រឹកសម្រាប់មនុស្សពេញវ័យនិងមនុស្សចាស់វេនទី3ចាប់ពីម៉ោង 3 ដល់ម៉ោង 4 ល្ងាចសម្រាប់កុមារផងដែរលោកអ្នកនាងអាចចូលរួមថ្វាយដង្វាយតិចតួចដើម្បីផ្គត់ផ្គង់ក្រុមជំនុំសេរីរុងរឿងព្រះយេស៊ូវតាមរយៈ QR Code នេះបានផងដែរសូមអរគុណសូមព្រះប្រទានពរ